ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបសឡកកូរមកបង្ហាញបងប្អូនទាំងអស់គ្នាហើយបង្ហាញពីរបៀបធ្វើជាមួយនឹងសឡកកូររបស់យើងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ដំបូងបងប្អូនធ្វើការដាក់ឆ្នាំងទៅលើចង្ក្រានរបស់យើងនៅពេលដែលឆ្នាំងយើងរាងក្តៅបន្តិចយើងក៏ចាក់ប្រេងឆាចូលហើយសឡកកូររបស់យើងគឺយើងស្លជាមួយនឹងស្លាច់ជ្រូកហើយនឹងត្រីយើងដាក់សាច់ជ្រូករបស់យើងចូលទៅហើយយើងរំលីងចុះរំលីងឡើងបងប្អូនខ្ញុំស្ទើរខ្លាញ់ខ្ញុំក៏បន្ថែមខ្លាញ់ចូលហើយនៅពេលដែលដាក់ខ្លាញ់ជាមួយនឹងសាច់ជ្រូកហើយយើងក្រៀមបន្តិចខ្ញុំដាក់ជាមួយនឹងថៃរបស់យើងចូលដែរហើយបើយើងបងប្អូនអាចប្រើជាប្រភេទត្រីរ៉ស់ក៏បានត្រីប្រាក៏បានដែរតែសម្រាប់នាងខ្ញុំប្រើត្រីប្រាដល់ពេលដាក់ត្រីប្រារួចហើយក៏ដាក់ជាមួយនឹងបោះប្រហុកហើយជាមួយនឹងគ្រឿងដែលយើងបុកហើយដាក់ចូលជាមួយនឹងត្រីហើយនឹងសាច់ជ្រូក3ជាន់របស់យើងបងប្អូនដល់ពេលដែលយើងដាក់គ្រឿងរួចរាល់ហើយយើងរំលីងចុះរំលីងឡើងជាមួយនឹងប្រហុករបស់យើងថែមទឹកបន្តិចដើម្បីឲ្យវាឆាប់ចូលគ្រឿងហើយយើងក៏ដាក់ជាមួយនឹងគ្រឿងរបស់យើងគឺមានស្ករមានប៊ីចេងជាមួយរ៉ូឌីហើយបន្ថែមជាមួយនឹងម្ទេសៅស៊ុបខ្នុរបងប្អូនហើយយើងធ្វើការច្បល់ចុះច្បល់ឡើងដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងវាចូលជាតិនៅក្នុងសឡកកូររបស់យើងបងប្អូនរំងាស់ហើយក៏ដាក់ចូលជាមួយនឹងបន្លែគ្រប់មុខរបស់យើងមានជាមួយនឹងល្ហុងយើងមានសណ្តែកគួរជាមួយនឹងល្ពៅហើយនឹងបន្លែផ្សេងទៀតយើងដាក់រំងាស់ជាមួយនឹងត្រីហើយជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងបងប្អូនធ្វើការកូរវាចុះកូរឡើងដើម្បីឲ្យបន្លែយើងរាងទន់បន្តិចយើងក៏ដាក់ជាមួយនឹងអង្ករលីងយើងច្បល់ជាមួយនឹងបន្លែរបស់យើងដំបូងសិនដើម្បីឲ្យវាងាយនឹងរីកអង្ករលីងបានល្អណាបងប្អូនហើយយើងក៏បន្ថែមជាមួយនឹងទឹកបន្តិចទៅលៃទៅតាមគ្រឿងក្រៅរបស់យើងនៅពេលដែលស្លយើងរៀងពុះបងប្អូនសាកកូរមើលតើអង្ករលីងដែលយើងដាក់ទៅនឹងវាល្មមឬក៏ណៃបងប្អូនហើយយើងធ្វើការភ្លក់ទៅវាឆ្ងាញ់ក៏មិនឆ្ងាញ់បើសិនជាអង្ករលីងវានៅស្ទើរទេបងប្អូនអាចបន្ថែមអង្ករលីងរបស់យើងទៀតពួកអីសឡកកូរបងប្អូនតតែអង្ករលីងរៀងខាប់បន្តិចមិនវាចាប់រសជាតិឆ្ងាញ់ណានៅពេលដែលយើងល្មមរួចរាល់ហើយយើងក៏ដាក់ជាមួយនឹងបន្លែខេរបស់យើងបងប្អូនគឺយើងមានស្លឹកបាស្លឹកងប់ជាមួយនឹងស្លឹកម្រុំហើយចំពោះបន្លែខៀវរបស់យើងបងប្អូនពេលដែលយើងដាក់ជាមួយនឹងស្លយើងហ្នឹងបងប្អូនបន្ថយភ្លើងបន្តិចពួកអីចំពោះប្រភេទស្លកកូររបស់យើងនៅពេលដែលបន្លែយើងលួយពីអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងយើងបន្ថយភ្លើងហើយយើងកូរជាមួយនឹងគ្រឿងរបស់យើងហ្នឹងទៅដើម្បីឲ្យវាចាប់ជាតិគ្នាបងប្អូនហើយនៅពេលដែលយើងដាក់បន្លែហ្នឹងហើយយើងមានបន្ថែមជាមួយនឹងស្លឹកម្រះហើយជាមួយនឹងក្របពុញញងទៀតដើម្បីឲ្យសឡករបស់យើងវាមានរសជាតិកាន់តែឆ្ងាញ់ទៀតណាជាមួយនឹងប្រភេទបន្លែម្រះរបស់យើងហើយជាមួយនឹងក្របពុញញងបងប្អូនអញ្ចឹងចំពោះសឡកកូរយើងថ្ងៃហ្នឹងគឺយើងបានចប់រួចរាល់ហើយបងប្អូនអញ្ចឹងអរគុណចំពោះការទស្សនាពេកនាងខ្ញុំអរគុណច្រើន